ចឹងហើយបានជាយើងអរគុណដល់ព្រះម្ចាស់អរគុណដល់ប្រទេសជាតិយើងដែលស្រឡាញ់សន្តិភាពចឹងហើយបានយើងទៅកន្លែងណាយើងខកអរគុណសន្តិភាពណាពាក្យនេះវាពេញបេះដូងរបស់ប្រជាជាតិខ្មែរយើងបាទយើងអត់ចង់មានសង្គ្រាមទេបាទយើងអត់ចង់មានកលយុគឬក៏អីផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់ជីវិតបាទបងប្អូនអង្គតជួមុខឬក៏ជារាជបងប្អូនឬក៏ជារាជទូទៅក្នុងប្រទេសកម្ពុជាត្រឡប់ទៅព្រះបន្ទូលរបស់ព្រះអង្គវិញយើងឃើញថាព្រះអង្គម្ចាស់ព្រះក្នុងប្រទេសអ៊ីស៊ីបដោយការចម្លាក់របស់ស្ដេចដែលមានអំណាចស្ដេចដែលបម្រើមហិច្ឆតាបរិបទផងខ្ញុំគិតថារូបភាពនេះវាឆ្លុះបញ្ចាំងអំពីបច្ចុប្បន្នភាពនៅលើពិភពលោកក៏ដូចជាប្រជាជាតិខ្មែរយើងដូចថាឲ្យបានជាព្រះយេស៊ូវគ្រីស្ទស្រឡាញ់បងប្អូនស្រឡាញ់មនុស្សលោកដល់ម្លេះណារហូតដល់ព្រះអង្គគុំពេញវ័យអង្គបានធ្វើពេទ្យកាកម្មហើយគាត់បានផ្សាយដំណឹងល្អដល់មនុស្សទាំងអស់នៅលើផែនដីនេះហើយជាពិសេសអង្គបានចាក់ពួកសាវករបស់ព្រះអង្គអ្នកបម្រើរបស់ព្រះអង្គមកអ្នកដើម្បីចេញទៅផ្សាយដំណឹងល្អបាទហើយទោះបីជាយើងនឹកឲ្យថាលើโลกនេះទោះបីយើងមានសេចក្តីសុខសាន្តយ៉ាងម៉េចក៏ដោយក៏មិនអាចបាទតែនិយាយថាសេចក្តីសុខសាន្ត 100% តែដីអស់កាលជានិច្ចទេបាទតែមានជួបទុកលំបាកគ្រប់បែបយ៉ាងបាទហើយយើងមកជួបនឹងទូទឹកនឹងសង្គ្រាមឬស្អីយើងជួបនឹងសង្គ្រាមរបស់យើងដែរបាទហើយយើងជួយកាត់តែអរគុណដល់ព្រះម្ចាស់តែទ្រង់យាងមកផែនដីនេះគាត់បានប្រាប់ពីដំណឹងល្អរបស់ព្រះអង្គណាបាត់ទ្រង់ស្រឡាញ់មនុស្សលោកក៏ម្ល៉េះបានជាទ្រង់ទានត្រីបត្រាទ្រង់តែមួយដើម្បីអស់អ្នកណាដែលជឿដល់ព្រះប្រានោះមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញឃើញទេអ្នកណាដែលជឿដល់ព្រះបត្រាអ្នកណាគឺរាជបត្រាព្រះយេស៊ូវគ្រីស្ទណាប្រហែលអ្នកដែលអស់លោកបងប្អូនជឿដល់ព្រះបត្រាគម្ពីរប្រាប់ថាបានសន្យាចំពោះជីវិតអស់លោកបងប្អូនថាត្រង់នឹងប្រទានជីវិតអស់កលជានិច្ចដល់បងប្អូនបងប្អូនមានបានរស់នៅបានទទួលអំណោយបាទស្ដីស្រឡាញ់របស់ព្រះនៅលើផែនដីនេះជាផ្នែកមួយបាទជាផ្នែកមួយនៃសេចក្តីស្រឡាញ់របស់ព្រះអង្គដែលយើងសម្ដែងចេញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទប៉ុន្តែអង្គម្ហូបអាហារនេះមិនអាចធ្វើឲ្យអស់បងប្អូនរស់នៅអស់កលជានិច្ចបានទេប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានសន្យាមួយទៀតដែលជាសេចក្តីសង្ឃឹមរបស់យើងទាំងអស់គ្នាថាបើសិនជាយើងជឿដល់ព្រះពិតប្រាកដបាទមិនមែនជឿលេងអស់លោកបងប្អូនបាទជឿពិតប្រាកដហើយយើងមិនមែនជឿសម្រាប់តែអំណោយនេះទេបាទជឿពិតប្រាកដទោះបីជាយើងអត់អំណោយក្តីទោះយើងមានមហូបឬអត់មហូបក្តីយើងជឿព្រះពិតប្រាកដពីព្រោះព្រះយេស៊ូវបានសន្យាថាខ្ញុំជាអ្នកកងវាលដ៏ល្អណាអ្នកកងវាលយើងជាហ្វូងជៀមនៃព្រះដូច្នេះហើយបានជាព្រះអង្គសព្វហាតីខ្វៀលជីវិតរបស់យើងវាទាំងរូបកាយដែលយើងរស់នៅសពថ្ងៃវាទាំងពលឹងវិញ្ញាណយើងអស់កលជានិច្ចតើយើងព្រមចោះចូលជាមួយនឹងសេចក្តីល្អនេះទេការពិតយើងគួរតែចោះចូល 100% បាទអរលោកបងប្អូននេះជាសេចក្តីសង្ឃឹមរបស់លោកបងប្អូនហើយនឹងខ្ញុំនេះហើយដែលធ្វើឲ្យយើងមានកម្លាំងមកជួបបងប្អូននៅថ្ងៃនេះដោយសារសេចក្តីសន្យាដោយសារក្តីសង្ឃឹមរបស់យើងទាំងអស់គ្នានឹងឯងបាទអរគុណដល់ព្រះម្ចាស់ទ្រង់ជាអ្នកកងវាលដ៏ល្អណាហើយព្រះអង្គមិនដែលបោះបង់អស់លោកបងប្អូនណាមួយតែព្រះអង្គគិតថាប្រហែលជាកូនបែកខាងនេះព្រះអង្គស្រឡាញ់ខាងអឺរ៉ុបខាងអាមេរិកខាងអាស៊ីមិនមែនទេព្រះស្រឡាញ់អស់លោកបងប្អូនហើយនឹងខ្ញុំដូចគ្នាបាទតម្លៃនៃការប្រោសលោះបងប្អូនមានតម្លៃនៅក្នុងព្រះម្ចាស់បាទតម្លៃនៃការប្រោសលោះដែលព្រះអង្គបានយាងមកគត់នៅលើផែនដីនេះដោយហូរព្រះលិខិតរបស់ព្រះអង្គលាងសម្អាតបាបអស់លោកបងប្អូនលួសបាបអស់លោកបងប្អូនណានេះជាតម្លៃមួយដែលយើងគិតថាអូខ្ញុំមានមោទនភាពណាស់ដែលព្រះនៃឋានសួគ៌ព្រះអង្គយកនិស្ស័យជាមនុស្សហើយប្រោសលោះខ្ញុំឲ្យរួចពីអំពើបាបឲ្យខ្ញុំមានសេចក្តីសង្ឃឹមបាទដែលព្រះអង្គនឹងនៅពេលដែលព្រះអង្គបានរស់ពីសគត់ឡើងវិញព្រះអង្គយាងទៅឋានសួគ៌អង្គសន្យាថានឹងចាក់ព្រះវិញ្ញាណបរិសុទ្ធមកគង់ជាមួយអស់លោកបងប្អូនណាអស់លោកបងប្អូនមានព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណគង់ជាមួយអស់លោកបងប្អូន
ដោយសារព្រះវិញ្ញាណនឹងឯងបានធ្វើឲ្យយើងបានដឹងពីគ្នាទៅវិញទៅមកសុខទុក្ខពីគ្នាទៅវិញទៅមកថាជារូបកាយរបស់ព្រះគ្រីស្ទនៅកន្លែងណាក៏ដោយបាទយើងផ្ដល់ព័ត៌មានយើងចង់សួរសុខទុក្ខយើងចង់ផ្ដល់សេចក្តីស្រឡាញ់ឲ្យគ្នាទៅមកនេះជាមូលហេតុដែលខ្ញុំហើយនឹងលោកគ្រូបងប្អូនទាំងអស់ដែលមាននវាយខ្លះដើម្បីជួយឲ្យលោកបងប្អូនបាទខ្ញុំចង់ប្រាប់ឲ្យលោកបងប្អូនទាំងអស់គ្នាដូច្នេះសូមឲ្យលោកបងប្អូនកុំដឹងគុណណាខ្ញុំអីកុំដឹងគុណដឹងគុណដល់ព្រះយេស៊ូវគ្រីស្ទតែមួយចុះបាទដោយសារព្រះគុណរបស់ព្រះអង្គម្ចាស់ដែលធ្វើឲ្យលោកបងប្អូនឲ្យខ្ញុំបានជួបមុខគ្នាហើយប្រស្រ័យទាក់ទងគ្នាតាមរយៈម្ហូបអាហារបន្តិចតួចដែលនាំឲ្យបងប្អូនបាទមានចិត្តអំណរជាមួយព្រះម្ចាស់ដូច្នេះនៅពេលវេលាដែលលោកបងប្អូនបានពិសាបាយឬក៏ស្អីសម្រាប់ម្ហូបអាហារនេះសូមដឹងគុណដល់ព្រះយេស៊ូវគ្រីស្ទចុះបាទនឹងអរគុណដល់ព្រះអង្គអរគុណដល់ព្រះអង្គហើយយើងសន្ទនាតែប៉ុណ្ណេះចុះបាទដោយសារម៉ោង12កន្លះហើយសូមអរគុណដល់ព្រះសូមអរគុណដល់លោកបងប្អូនទាំងអស់គ្នាហើយអរគុណសម្រាប់ការទទួលណាទ្រាំទ្រចាំខ្ញុំមកដល់ទីនេះប្រហែលម៉ោងហើយគួយចាំអរគុណហើយយើងនឹងអធិដ្ឋានជាមួយគ្នានៅទីនេះណាបាទអធិដ្ឋានព្រះអង្គជាមួយគ្នាតើបបិទ្ធព្រះអង្គម្ចាស់ព្រះនៃទូលបង្គំប៉ុន្តែថាទ្រង់ស្រឡាញ់យើងខ្ញុំដល់ម្លេះបានជាទ្រង់យាងមកពីឋានសួគ៌ដើម្បីសគត់ជំនួសយើងខ្ញុំទាំងអស់គ្នាឲ្យរួចពីអំពើបាបហើយ3ថ្ងៃក្រោយមកព្រះអង្គមានបញ្ជន់រស់ឡើងវិញយើងត្រូវឋានសួគ៌ហើយព្រះអង្គបានសន្យារៀបចំកន្លែងនគរឋានសួគ៌សម្រាប់យើងម្នាក់ៗប្រហែលយើងដឹងថាព្រះអង្គបានកត់ឈ្មោះទូលបង្គំនៅក្នុងបញ្ជីជីវិតដូច្នេះហើយនេះជាសេចក្តីសង្ឃឹមរបស់យើងខ្ញុំទាំងអស់គ្នាហើយតែមិនត្រឹមតែប៉ុណ្ណោះទេព្រះអង្គសន្យាថាព្រះអង្គជាអ្នកគម្រាមដ៏ល្អអ្នកគម្រាមដ៏ល្អព្រះអង្គតែងតែមើលឈាមរបស់ព្រះអង្គគ្រប់ទីកន្លែងនៅលើសកលលោកនេះហើយជាពិសេសបងប្អូនដែលរស់នៅក្នុងជំរំនេះដែលមានការពិសិដ្ឋអំពីការឈ្លានពានរបស់ជនជាតិថៃព្រះអង្គសូមព្រះម្ចាស់ដែលជាព្រះបំពេញព្រះវិញ្ញាណដ៏សិទ្ធិទ្រង់ដល់ជីវិតរបស់លោកបងប្អូនយើងខ្ញុំអស់គ្នាទោះបីជាយើងមានទុក្ខលំបាកនៅលើផែនដីនេះក៏ដោយប៉ុន្តែព្រះយេស៊ូវបានសន្យាថាព្រះអង្គបានឈ្នះលោកីរួចទៅហើយដូច្នេះអ្វីៗទាំងអស់ព្រះអង្គគ្រប់គ្រងនៅលើសកលលោកនេះសូមព្រះម្ចាស់ដែលជាព្រះទ្រង់គ្រប់គ្រងបងប្អូនទូលបង្គំនៅទីនេះសូមព្រះអង្គបានផ្គត់ផ្គង់ទាំងចំណីអាហារសេចក្តីត្រូវការសុខភាពហើយនឹងអ្វីៗទាំងអស់ដល់ពួកគាត់ទាំងអស់គ្នាដើម្បីឲ្យគាត់បានរស់នៅដោយសេចក្តីអំណរហើយអរគុណដល់ព្រះម្ចាស់នៅក្នុងជីវិតរបស់ពួកគាត់ទាំងអស់គ្នាទូព្រះបង្គំអរគុណដល់ព្រះអង្គសូមព្រះអង្គប្រទានពរដល់ប្រទេសជាតិទូបង្គំដែរដល់បងប្អូនកងទ័ពដែលនៅជួរមុខដែលគេកំពុងតែត្រៀមដើម្បីការពារទឹកដីបូរណភាពទឹកដីសូមព្រះអង្គប្រទានពរដល់ពួកគាត់ទាំងអស់គ្នាដែរឲ្យមានមានអាហារឲ្យមានសុខភាពឲ្យមានសុវត្ថិភាពនៅក្នុងជីវិតរស់នៅលើផែនដីនេះអរគុណដល់ព្រះអង្គហើយសូមព្រះអង្គប្រទានពរដល់បងប្អូនយើងខ្ញុំដែលមានសេចក្តីស្រឡាញ់បានផ្ដល់ទីជម្រកដល់បងប្អូនដែលភាគសិទ្ធមកពីភូមិផ្សេងៗនៅខាងខេត្តព្រះវិហារនេះអរគុណដល់ព្រះអង្គហើយគ្រប់ការទាំងអស់សូមថ្វាយជីវិតយើងខ្ញុំទាំងអស់គ្នាដោយសេចក្តីស្រឡាញ់មកពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន